ប្រាសាទនគរបាជ័យប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងវត្តនគរបាជ័យមានចម្ងាយប្រមាណ2គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមយើងធ្វើដំណើរតាមផ្លូវជាតិលេខ6និងបន្តតាមផ្លូវជាតិលេខ7ពីស្គនទៅកំពង់ចាមទៅដល់ខ្សែក្រវ៉ាត់ទីរួមខេត្តលោកអ្នកនឹងប្រទះឃើញចម្លាក់រូបនាគ4ស្ថិតនៅកណ្ដាលផ្លូវជាតិដែលមានក្បាលបែរទៅរកទិសទាំង4និងមានកន្ទុយពាន់គ្នានៅចុងកន្ទុយនេះដែលពាន់គ្នានោះមានគ្រុឌឈរលើកន្ទុយនេះស្លាប់ទាំងពីរទ្រពដែរដែលចរិតអក្សរថាអរគុណរូបនេះបាននៅរងចាំស្វាគមន៍និងថ្លែងអំណរគុណលោកអ្នកគ្រប់ពេលវេលាដែលចូលមកទស្សនាក្នុងទឹកដីខេត្តកំពង់ចាមរូបនេះបានចាប់ផ្ដើមកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ1962ជាសម័យកាលដែលព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋកំពុងតែកាន់អំណាចហើយត្រូវសម័យខ្មែរក្រហមវាយកំទេចនៅក្នុងឆ្នាំ1976រួចហើយត្រូវបានកសាងថ្មីឡើងវិញនៅឆ្នាំ1991នៅខាងស្ដាំដៃនៃរូបនាគនេះលោកអ្នកនឹងឃើញខ្លោងទ្វារចូលមួយដែលនាំលោកអ្នកទៅកាន់ប្រាសាទនគរបាជ័យចម្ងាយប្រមាណ50ម៉ែត្រពីខ្លោងទ្វារលោកអ្នកនឹងឃើញគោបុរៈនៅកំផែងទី4នៃប្រាសាទដែលធ្វើអំពីថ្មបាយក្រៀមមានជញ្ជាំងកម្ពស់ប្រមាណ3ម៉ែត្រប៉ុន្តែពុំមាននៅសល់ឡើយក្រៅពីក្បែរគោបុរៈនេះចេញបណ្ដោយកំពែងដែលព័ទ្ធជុំវិញត្រូវបាក់បែកខូចខាតយ៉ាងដំណំក្នុងបរិវេណនៃកំពែងទី4នៅអមសងខាងផ្លូវចូលទៅក្នុងគោបុរៈនៃកំពែងទី3លោកអ្នកនឹងឃើញទ្វារបាលឈរកាន់ដំបងក្បែររូបតោដែលមានសត្វនាគកំពុងបើកពពារយ៉ាងស្ញប់ស្ញែងនៅពីក្រោយហាក់កំពុងយាមកាមទីឋានយ៉ាងប្រុងប្រយ័ត្ននៅលើជញ្ជាំងនៃគោបុរៈទី3មានលម្អដោយរូបទេវតាឆ្មាំភេទស្រីនិងរូបបង្អួចបញ្ឆោតរំលេចទៅដោយចម្លាក់កូនក្រឡឹងជួរគោបុរៈទី3នេះគឺកសាងអំពីថ្មភក់ដែលឃើញមាននៅលើហោជាងខាងជើងដោយមានសាច់រឿងនិទានពីមហាយាត្រានៃព្រះសិទ្ធត្ថចេញទៅសាងភ្នួសសិទ្ធត្ថជាឈ្មោះរបស់ព្រះពុទ្ធអង្គមុនពេលដែលព្រះអង្គបានត្រាស់ដឹងក្នុងបរិវេណនៃកំពែងទី3នេះមានស្រះទឹកចំនួន2តាមទ្រឹស្ដីតាមបែបពុទ្ធសាសនានិយមស្រះទឹកនេះគឺតំណាងឲ្យស្រះបោកខនីប្រកបដោយគង្គាថ្លាឆ្វេងនិងមានបតុមផ្កាបញ្ចេញគុណពីដើរក្រអូបឈ្ងុយឈ្ងប់ប្រចាំស្ថានតាមព្រហ្មញ្ញសាសនាទ្រឹស្ដីបែបលោកធាតុនិយមគូទឹកដែលព័ទ្ធជុំវិញប្រាសាទគឺតំណាងឲ្យមហាសមុទ្រលោកធាតុទាំង7កំពែងប្រាសាទគឺភ្នំលោកធាតុទាំង7ដែរឯប្រាង្គប្រាសាទគឺជាឋានទេវលោកក្នុងបរិវេណនៃកំពែងទី2ចំពីមុខទ្វារចូលខាងឆ្វេងដៃគឺរូបព្រះនរាយណ៍ដៃ4នៅខាងស្ដាំដៃគឺរូបអវលោកេតេស្វរៈដៃ8ឬហៅម្យ៉ាងទៀតថាលោកេតស្វរៈដៃ8ជាពោធិសត្វដែលជួយសង្គ្រោះនិងផ្ដល់សេចក្តីសុខដល់មនុស្សលោកព្រះអង្គពុំទាន់បានត្រាស់ដឹងជាព្រះពុទ្ធដោយព្រះសមណគោតមក្នុងពុទ្ធសាសនាហិនយាននិកាយថេរវាទនោះឡើយក្នុងកំពែងបរិវេណនៃកំពែងទី1ដែលធ្វើអំពីថ្មបាយក្រៀមរៀបជាបន្ទប់ដាច់ដាញ់បន្តគ្នាកាត់ដាច់ដោយមាត់ច្រកចេញចូលចំនួន8នៅជ្រុងខាងកើតមានមាត់ច្រកចេញចូលចំនួន3ជ្រុងខាងលិញមានច្រកចេញចូលចំនួន3ជ្រុងខាងជើងនិងជ្រុងខាងត្បូងមានមាត់ច្រកចេញចូលតែមួយក្នុងជ្រុងនីមួយមានបណ្ណាល័យចំនួន2សាងសង់អំពីថ្មបាយក្រៀមស្ថិតនៅអមសងខាងផ្លូវចូលទៅកាន់តួប៉មកណ្ដាលបណ្ណាល័យ2បែរមុខបញ្ច្រាស់ទិសជាមួយតួប៉មកណ្ដាលដែលសាងសង់ទៅទិសខាងកើតទោះបីជាតួប៉មកណ្ដាលមានទ្វារចំហទៅរកទិសទាំង4ក៏ពិតមែនប៉ុន្តែតាមក្បួនខ្នាតហោរាសាស្ត្រនៃព្រះពុទ្ធសាសនាគឺតម្រូវឲ្យសាងសង់ព្រះវិហារឬប្រាសាទបែរមុខទៅរកទិសនៃព្រះអាទិត្យរះគឺសំដៅទិសបូរនេះឯងដែលជាទិសផ្ដល់កំណើតនៃជីវិតសត្វលោកតួប៉មកណ្ដាលកសាងអំពីថ្មភក់ដែលបន្តបន្ថែមដោយដំបូលរាងជាចេតិយដាក់បន្ថែមក្នុងសម័យក្រោយអង្គរក្នុងឆ្នាំ1566ព្រមទាំងហោជាង3ទៀនគឺហោជាងខាងត្បូងខាងលិញនិងខាងកើត